ថ្ងៃនេះគឺខ្ញុំធ្វើការជួសជុល iPhone 13 Pro Max ដែលបញ្ហាបែក color ពណ៌សដើម្បីយកលុយហ្នឹងទៅជួយឧបត្ថម្ភគាំទ្រនៅវិស័យទូកងនៅកម្ពុជាបាទអញ្ចឹងទូរស័ព្ទនេះគឺបងប្រុសមកពីខាងខេត្តបាទគាត់ឡើងមកពីខេត្តនោះបានយកទូរស័ព្ទឲ្យខ្ញុំធ្វើខ្ញុំក៏ដោះបាទធ្វើការដោះដើម្បីធ្វើការផ្លុំបាទផ្លុំតាមមួយផែតគឺដើរភិលតែម្ដងបាទហើយការជួសជុលនេះដែរក៏ជាចំណែកមួយដែលយើងជួយដល់វិស័យទូកងបាទយើងមិនជួយលក្ខណៈជាដុំកពួននេះទេយើងបានជួយម្នាក់មកបន្តិចម្នាក់បន្តិចទៅមិនមែនមានតែខ្ញុំទេគឺមានបងប្អូនសប្បុរសធម៌ជាច្រើនទៀតដែលជួយឧបត្ថម្ភគាំទ្របាទអញ្ចឹងសង្ឃឹមថានៅក្នុងវីដេអូនេះមានបងប្អូនយើងខ្លះដែរបាទអ្នកស្នេហាវិស័យទូកងអ្នកស្នេហាមិនស្នេហាឲ្យតែស្រឡាញ់គឺចូលរួមម្នាក់មកបន្តិចទៅគឺ QR code ខ្ញុំដាក់នៅក្រោមបាទអញ្ចឹងទូរស័ព្ទនេះគឺហើយហើយបងប្អូនបាទហើយហើយប៉ុណ្ណឹងគឺដើរភិលហើយបាទយើងបិទកាវជំរាបទឹកបិទស្គុតធូលីអីទៅគឺអែមស្រែមវិញហើយបាទឲ្យម្ចាស់គាត់វិញទៅបាទហើយចូលមកដល់វគ្គនេះបាទនេះគឺជាទូកងបាទនៅខាងខេត្តព្រៃវែងទូកដែលមានឈ្មោះថារតនសង្គមពងពាងដែកសែនជ័យបាទអញ្ចឹងកលាករគាត់បានធ្វើការហាត់សមបាទប្រហែលថ្ងៃនេះគឺហាត់សមខ្លាំងមែនតែនបាទបែកញើសខ្ចាយទាំងទឹកសើមខ្លួនក៏បែកញើសដែរបាទពីការហាត់សមនេះគឺគាត់លះបង់អស់ហើយបាទលះបង់ទាំងការងារទាំងការរលុយប្រាក់កាក់អីគឺលះបង់អស់ហើយដើម្បីមកហាត់សមទូកហ្នឹងដើម្បីត្រៀមមកប្រកួតនៅភ្នំពេញយើងហ្នឹងបាទអញ្ចឹងនៅសល់តែប្រហែលថ្ងៃទៀតទេបងប្អូនបាទដល់ថ្ងៃបុណ្យនំទូកហើយអញ្ចឹងនេះគឺជាទូករតនសង្គមពងពាងដែកសែនជ័យដែលនៅទីតាំងនៅភូមិវាលបងក្រោមបាទភូមិវាលបងក្រោមស្រុកពីមជើខេត្តព្រៃវែងបាទអញ្ចឹងមើលកីឡាករបាទស្រស់គ្នាល្អណាស់បងប្អូនអើយបាទហើយមើលទៅគឺបើបងប្អូនអ្នកស្នេហាទូកគាត់មើលទៅនិយាយពីថាកត្រាក់អារម្មណ៍ហ្មងបាទកត្រាក់អារម្មណ៍នៅលើគោកនឹងតែម្ដងបាទគាត់ឃើញការការប៉ុណ្ណាំងនឹងនិយាយពីថាជើងនឹងនៅមិនស្ងៀមទេបាទកវីកវត្តនៅពីលើច្រាំងនេះទៅហើយបាទអញ្ចឹងចិត្តដល់ហើយបងប្អូនចាំមើលចាំមើលគាំទ្រទាំងអស់គ្នាបាទហើយសម្រាប់បងប្អូនដែលមានចិត្តសប្បុរសធម៌បាទចង់ឧបត្ថម្ភដល់កីឡាករទូកយើងក៏បានដែរបាទនិយាយទៅការឧបត្ថម្ភនេះដែរគឺឧបត្ថម្ភទៅលើការហូបចុកបាទទំនុកបំរុងទៅលើកីឡាករទាំងស្រុងតែម្ដងបងប្អូនមើលតែចំណុះទៅដឹងថាចំណាយមួយថ្ងៃប្រហែលហើយបាទអញ្ចឹងការចំណាយរៀងច្រើនដែរហ្នឹងបាទអញ្ចឹងបងប្អូនដែលមានចិត្តសប្បុរសអីអាចឧបត្ថម្ភបានខ្ញុំដាក់កុង AVA នៅក្នុង comment អីចឹងណាបាទហើយអញ្ចឹងខ្ញុំក៏បានចូលរួមឧបត្ថម្ភដែរបាទខ្ញុំក៏បានចូលរួមឧបត្ថម្ភដែរអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាហើយកុំភ្លេចបាទជួបគ្នានៅវីដេអូជួសជុលទូរស័ព្ទបន្តទៀតបាទ